ទី43សិប្បកម្មថ្មកែវអំណាចចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរសិប្បកម្មជាកន្លែងផលិតកម្មធុនតូចសិប្បកម្មចម្លាក់ថ្មកែវនៅខេត្តពោធិ៍សាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរលង់មកហើយអ្នកទេសចរដែលបានទៅកម្សាន្តនៅទីនោះតែងតែចាប់អារម្មណ៍និងស្ញើសរសើរចំពោះស្នាដៃដ៏មានក្បូរក្បាច់រចនាផូរផង់ជាមរតកដូនតាយើងនៅប្រទេសកម្ពុជាថ្មកែវភាគច្រើនមាននៅភ្នំតាសៃភ្នំយ៉ននិងភ្នំប៉ុងក្នុងស្រុកភ្នំក្រវាញនៃទឹកដីខេត្តពោធិ៍សាត់ថ្មកែវគឺជាប្រភេទថ្មធម្មជាតិម្យ៉ាងដែលមានពណ៌ចម្រុះភ្លឺរលោងអាចយកឆ្លាក់ធ្វើជារូបចម្លាក់ផ្សេងៗដូចជាវត្ថុសិល្បៈវត្ថុអនុស្សាវរីយ៍វត្ថុជាទីសក្ការៈបានច្រើនបែបយ៉ាងសម្រាប់តាំងលម្អនិងគោរពបូជាថ្មកែវជាធនធានធម្មជាតិមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាយើងសិប្បកម្មថ្មកែវបានលើកស្ទួយកម្រិតជីវភាពប្រជាជនក្នុងស្រុកភ្នំក្រវាញនៃខេត្តពោធិ៍សាត់ឲ្យកាន់តែសម្បូរធូរធារអរគុណអ្នកគ្រូ